សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំដែលខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃពេលព្រឹករបស់ខ្ញុំចង់ដឹងថាខ្ញុំធ្វើអីគេខ្លះទស្សនាទាំងអស់គ្នាសកម្មភាពដំបូងពេលដែលខ្ញុំក្រោកពីគេងខ្ញុំរៀបចំកន្លែងគេងខ្ញុំលុបមុខខ្ញុំដោះថ្មិញស្អាតអស់ហើយគឺខ្ញុំញ៉ាំទឹកមួយកែវជាប្រចាំហើយក៏ខ្ញុំញ៉ាំជាមួយនឹងទឹកដោះគោស្រស់មួយកែវផងដែរបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដាក់បោកកៅអៅចោលព្រោះនៅពេលដែលយើងមានម៉ាស៊ីនយើងងាយស្រួលនៅក្នុងការបោកហើយយើងក៏ធ្វើសកម្មភាពអីផ្សេងបានចាពេលដែលខ្ញុំបោកកៅអៅហើយខ្ញុំក៏ចាប់ផ្ដើមធ្វើលំហាត់ប្រាណរបស់ខ្ញុំដែលការលំហាត់ប្រាណនេះគឺខ្ញុំធ្វើវាជាប្រចាំពេលព្រឹកគឺ30នាទីដែលដូចបងប្អូនឃើញនៅក្នុងវីដេអូនេះដែរគឺក្នុងមួយវីដេអូ15នាទីមួយវីដេអូ15នាទីអញ្ចឹងទាំងអស់វា30នាទីហើយបន្ទាប់ពីខ្ញុំហាត់ប្រាណហើយខ្ញុំក៏សម្រាក10នាទីខ្ញុំក៏ចាប់ផ្ដើមធ្វើការងារផ្ទះរបស់ខ្ញុំដែលការងារផ្ទះនេះគឺការបោសសម្អាតផ្ទះនឹងដែរដោយសារយើងរស់នៅតំបន់ជនបទវាសម្បូរទៅដោយធូលីដីសម្បូរទៅដោយស្លឹកឈើដែលហុយមកក្រោមផ្ទះរបស់យើងអញ្ចឹងយើងត្រូវសម្អាតជាប្រចាំបានផ្ទះរបស់យើងស្អាតចាក៏លេខមកមើលផ្ការបស់ខ្ញុំវិញដែលខ្ញុំស្រោចទឹកវាជាប្រចាំគឺនេះគឺជាផ្កាម្លិះដែលម្លិះនេះគេហៅថាម្លិះលាអញ្ចឹងខ្ញុំផ្សាំវាដោយខ្លួនឯងខ្ញុំទុកដាំនៅចំការក្រោយផ្ទះរបស់ខ្ញុំហើយខ្ញុំក៏មានសួនផ្កាផ្សេងទៀតផងដែរដែលសួនផ្កានៅផ្ទះរបស់ខ្ញុំគឺខ្ញុំមានច្រើនកន្លែងដោយសារខ្ញុំបែងចែកវាជាផ្នែកមានផ្កាខ្លះដែលត្រូវការពលឺថ្ងៃខ្លាំងខ្ញុំដាក់នៅខាងក្រៅហើយមានផ្កាខ្លះដែលខ្ញុំទុកវានៅខាងក្នុងដោយសារវាអត់សូវត្រូវការពលឺថ្ងៃទេដល់ពេលអញ្ចឹងខ្ញុំបែងចែកវាហើយផ្កាដែលខ្ញុំដាំនេះគឺជាផ្កាដែលខ្ញុំបានពីបងប្អូនដែលគាត់ដាំខ្ញុំបានចែកពូជពីគាត់ហើយផ្កាខ្លះក៏ខ្ញុំបានទិញពីគេដែរដើម្បីយកមកបំបែកពូជនៅក្នុងការដាំនឹងដែរការដាំផ្កានេះវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំវាធ្វើឲ្យអារម្មណ៍របស់ខ្ញុំល្អហើយនៅពេលដែលខ្ញុំអត់សប្បាយចិត្តឬក៏ខ្ញុំគិតអីអត់ចេញទេគឺខ្ញុំតែងតែមើលផ្ការបស់ខ្ញុំជាប្រចាំហើយមួយទៀតរុក្ខជាតិទាំងអស់ដែលខ្ញុំដាំផ្កាទាំងអស់ដែលខ្ញុំដាំគឺវាជាបណ្ដុំអុកស៊ីហ្សែនមួយដែលជួយឲ្យយើងដាំយើងនៅចិត្តធ្វើឲ្យយើងមានសុខភាពល្អហើយយើងគេងលក់ស្រួលនៅពេលដែលយើងដាំវាយើងនៅចិត្តវាយើងឃើញវាហើយដោយបងប្អូនឃើញស្រាប់ហើយផ្កានៅមុខផ្ទះខ្ញុំហ្នឹងកន្លែងមួយដុំហ្នឹងគឺសុទ្ធតែស្មៅទាំងអស់អញ្ចឹងខ្ញុំសុខចិត្តជ្រើសរើសការដាំផ្កាហ្នឹងជំនួសឲ្យការដោះស្មៅដើម្បីកាត់បន្ថយស្មៅដោះចាអញ្ចឹងទស្សនាផ្កាទាំងអស់គ្នានៅពេលដែលខ្ញុំស្រោចទឹកវាហើយនៅក្នុងថង់ពណ៌ខ្មៅហ្នឹងគឺម្ទេសទេបងប្អូនហើយខ្ញុំក៏មានចិញ្ចឹមត្រីនៅក្នុងអាងពពូរបស់ខ្ញុំផងដែរចានេះគឺជាផ្កាដែលខ្ញុំដាំហើយខ្ញុំក៏បានបំបែកពូជវាជាថូតូចតូចហើយខ្ញុំក៏មានផ្កាខ្លះសម្រាប់លក់ជូនបងប្អូនដែរហើយតកតងទៅនឹងការលក់ជូននឹងដែរគឺខ្ញុំលក់តម្លៃធូរថ្លៃទេហើយសម្រាប់បងប្អូនណាដែលយកទៅគឺខ្ញុំជ្រើសរើសផ្កាណាដែលមានសុខភាពល្អដែលបងប្អូនអាចយកទៅដាំបានខ្ញុំលក់ជូនចាហើយរយៈពេលដែលខ្ញុំដាំនេះគឺមានរយៈពេល2-3 ខែហើយបងប្អូនទ្រាំបានប៉ុណ្ណឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាហើយចុងក្រោយអញ្ជើញមកញ៉ាំកាហ្វេមួយខ្ញុំទាំងអស់គ្នាក្រោយពីធ្វើការងារមកព្រឹកហើយ